ឡានធុនធំតូចបុកបន្តកន្ទុយគ្នាចំនួន6គ្រឿងនៅចំណតលោកយាយម៉ៅពេជ្រនិលចឹងហុចណាស់ក៏មានមនុស្សចំនួន2នាក់បានរងរបួសធ្ងន់ស្រាលត្រូវបានដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យភ្លាមៗខណៈដែលរថយន្តធុនធំតូចបុកបន្តកន្ទុយគ្នានៅចំណតលោកយាយម៉ៅពេជ្រនិលរហូតទៅដល់6គ្រឿងហេតុការណ៍រថយន្តធុនធំតូចបុកបន្តកន្ទុយគ្នាកើតឡើងកាលពីវេលាម៉ោង 6:05 នាទីព្រលប់ថ្ងៃទី 7 ខែឧសភាឆ្នាំ2025នៅលើកំណត់ផ្លូវជាតិលេខ 4 ចន្លោះបង្គោលគីឡូម៉ែត្រលេខ 103 និងលេខ 104 ត្រង់ចំណុចលោកយាយម៉ៅពេជ្រនិលស្ថិតនៅក្នុងភូមិទី 6 ឃុំយាយម៉ៅពេជ្រនិលស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺនគរបាលស្រុកភ្នំស្រួចបានឲ្យដឹងទៀតថាមានមនុស្សរងរបួសឈ្មោះវឿនណារីភេទប្រុសអាយុ26ឆ្នាំរស់នៅភូមិឥដ្ឋកោះផុសឃុំដីឥដ្ឋស្រុកគិនស្វាយខេត្តស្វាយរៀងរងរបួសធ្ងន់រួមជាមួយនឹងអ្នកដំណើរម្នាក់ឈ្មោះថនសម្រេចភេទប្រុសអាយុ22ឆ្នាំរស់នៅភូមិថ្មីឃុំសោមស្រុកគ្រីវង្សខេត្តតាកែវរងរបួសស្រាលនគរបាលស្រុកភ្នំស្រួចបានឲ្យដឹងទៀតថានៅមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក Hyundai ពណ៌សពាក់ស្លាកលេខកំពង់ស្ពឺ 3A1427 សណ្ដោងសាមីរមាក់ពាក់ស្លាកលេខភ្នំពេញ 4A9601 អ្នកបើកមិនស្គាល់អត្តសញ្ញាណបានចុះរត់គេចខ្លួនក្រោយកាត់ហេតុបានបើកបរតាមបណ្ដោយផ្លូវជាតិលេខ 4 ក្នុងទិសដៅពីទិសខាងកើតទៅទិសខាងលិចលុះដល់ពេលធ្វើដំណើរមកដល់ចំណុចកាត់ហេតុខាងលើបានប៉ះជាមួយរថយន្តមួយគ្រឿង Mazdrix ពណ៌ទឹកប្រាក់ពាក់ស្លាកលេខព្រះសីហនុ 2B5901 អ្នកបើកមិនស្គាល់អត្តសញ្ញាណបានចុះរត់គេចខ្លួនបាត់រួចបន្តទៅបុករះជាមួយរថយន្តចំនួន3គ្រឿងទៀតទី1រថយន្តម៉ាក Willing Ronggung ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2BZ 613គត់បើកបរដោយឈ្មោះរឿនណារីភេទប្រុសអាយុ26ឆ្នាំរស់នៅភូមិឥដ្ឋកោះផុសឃុំដីឥដ្ឋស្រុកគិនស្វាយខេត្តស្វាយរៀងអ្នករួមដំណើរម្នាក់ឈ្មោះថនសម្រេចភេទប្រុសអាយុ22ឆ្នាំរស់នៅភូមិថ្មីឃុំសោមស្រុកគិរីវង្សខេត្តតាកែវទី2រថយន្តម៉ាក Nissan ពណ៌ខៀវពាក់ស្លាកលេខខេមរៈភូមិន្ទ 31998 បើកបរដោយឈ្មោះគ្រួចនឿនភេទប្រុសអាយុ49ឆ្នាំរស់នៅភូមិក្រាំខ្វៅឃុំគ្រីវ័នស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺនិងទី3រថយន្តម៉ាក Scania ពណ៌សពាក់ស្លាកលេខភ្នំពេញ 3G0474 សណ្ដោងសាមីរមាក់ពាក់ស្លាកលេខភ្នំពេញ 4A2618 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានចុះរត់គេចខ្លួនបាត់ដែលកំពុងបើកបញ្ច្រាស់ទៅគ្នាយ៉ាងពេញទំហឹងបន្ទាប់មកមានរថយន្តមួយគ្រឿងទៀតម៉ាក Fuso ពណ៌បៃតងពាក់ស្លាកលេខភ្នំពេញ 3G5428 សណ្ដោងសាមីរមាក់ពាក់ស្លាកលេខភ្នំពេញ 4A1768 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណចុះរត់គេចខ្លួនបាត់ដែលបើកបរពីទិសខាងកើតទៅទិសខាងលិចប៉ះជាមួយរថយន្តមួយគ្រឿងម៉ាក Hyundai ពណ៌សពាក់ស្លាកលេខកំពង់ស្ពឺ 3A1427 សណ្ដោងសាមីរមាក់ពាក់ស្លាកលេខភ្នំពេញ 4A9601 បណ្ដាលឲ្យរងរបួសមនុស្សចំនួន2នាក់ត្រូវបានរថយន្តសង្គ្រោះរបស់បញ្ជាការដ្ឋានការពារកោះឆ្នេរបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹងនគរបាលស្រុកភ្នំស្រួចបានបញ្ជាក់ថាករណីខាងលើរងការខូចខាតរថយន្តចំនួន6គ្រឿងធ្ងន់ធ្ងរចំនួន3គ្រឿងតិចតួចចំនួន3គ្រឿងក្រោយធ្វើការវាស់វែងចំពោះវត្ថុតាងរថយន្តទាំង6គ្រឿងខាងលើនគរបាលជំនាញបានធ្វើការស្ទូចចេញពីកន្លែងកើតហេតុយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចដើម្បីចាត់ការបន្តតាមផ្លូវច្បាប់នគរបាលស្រុកភ្នំស្រួចបានបញ្ជាក់ថាគិតចាប់ពីម៉ោង 22:00 នាទីកន្លែងកើតហេតុមិនមានការកកស្ទះទៀតទេអាចធ្វើចរាចរណ៍ធម្មតាវិញហើយសូមអរគុណសម្រាប់ការទស្សនាចំពោះបងប្អូនថ្មីសូមចុច Subscribe ដើម្បីទទួលបាននូវវីដេអូព័ត៌មានប្រចាំថ្ងៃសូមអរគុណ